data ដែលបងប្អូនបង្កើតជាឆ្ងល់ថាហេតុអីបាននៅលើ iPhone របស់យើងគឺវា C system data នេះច្រើនម៉េះដូចបងខ្ញុំអញ្ចឹងរហូតដល់ 7GB អូខេអញ្ចឹងខ្ញុំនឹងបញ្យល់តាក់ទងនឹងចំណុចមួយហ្នឹងប៉ុន្តែមុននឹងចូលទៅកាន់វីដេអូនេះសម្រាប់បងប្អូនដែលកំពុងតែស្វែងរកទូរស័ព្ទមួយមិនថាមួយទឹកមិនថាថ្មីបងប្អូនអាចអញ្ជើញទៅកាន់ Mate Smartphone បានដែលពេលយើងមានច្រើនស៊េរីមានច្រើនជម្រើសសម្រាប់បងប្អូនធ្វើការជ្រើសរើសអូខេយើងចូលមកកាន់ចំណុចហ្នឹងវិញតាក់ទងនឹងកន្លែង system data ហ្នឹងគឺវា C វាជា file មួយដែលនៅក្នុង system របស់យើងដូចជាការប្រើប្រាស់ Safari ការប្រើប្រាស់ mail ការប្រើប្រាស់ iMessage ការប្រើប្រាស់ file គឺ VC file នឹង VC system នឹងអស់អញ្ចឹងតាក់ទងនឹងការ clear វាចេញតាក់ទងនឹងការសម្អាតខ្ញុំអាច recommend បានមួយចំនួនដោយសារ Apple ក៏បានបញ្ចូលលក្ខណៈនៃការសម្អាតវាឲ្យបានជាក់លាក់ប៉ុន្តែយើងក៏មានវិធីមួយចំនួនដែរក្នុងការសម្អាតដោយខ្លួនឯងអូខេអញ្ចឹងទី1បងប្អូនឲ្យធ្វើការចូលទៅកាន់ Safari ត្រង់នេះនៅក្នុង setting បន្តមកទៀតយើងអូសចុះក្រោមបន្តិចបងប្អូននឹងឃើញ option មួយដែលមានឈ្មោះថា clear history and website data យើងចុចលើនឹងមកយើងចុច clear វាមួយអញ្ចឹងគឺយើងបានសម្អាតមួយកន្លែងនឹងមួយហើយបន្តមកទៀតយើងចូលមកកាន់កម្មវិធី file ដែលមាននៅលើទូរស័ព្ទរបស់យើងកម្មវិធីមួយនេះយើងចូលមកកាន់ក្នុង file មកហើយយើងចូលកន្លែង browse ត្រង់នេះហើយយើងត្រឡប់មកក្រោយបងប្អូននឹងឃើញ on my iPhone បងប្អូនឃើញ option ហ្នឹងអញ្ចឹងបើនៅលើទូរស័ព្ទរបស់យើងមានឯកសារផ្សេងនៅលើក្នុងនេះបងប្អូនអាចធ្វើការលុបបានតែសម្រាប់របស់ខ្ញុំគឺអត់មានអញ្ចឹងបើយើងអត់មានយើងអត់បាច់សម្អាតទេតែបើយើងមានយើងអាចធ្វើការលុបចេញពីត្រង់ហ្នឹងមកហើយមួយវិញទៀតនៅក្នុងកន្លែងកម្មវិធី add សំឡេងក៏វារាប់ចូលក្នុងother system data ហ្នឹងដែរអញ្ចឹងបើមានការ add សំឡេងយើងអាចធ្វើការលុបអាហ្នឹងចេញយើងអាចធ្វើការលុបវាចេញមកហើយមួយចំនួនទៀតអាចនៅក្នុង setting នៅក្នុងកម្មវិធីមួយចំនួនដូចជា Telegram វាស៊ីច្រើនមែនទែនជាមួយនឹង system data ហ្នឹងអញ្ចឹងបើយើងចូលមកកាន់ Telegram យើងអាចធ្វើការលុបវាមកទី1យើងអាច upload app ក៏បានឬក៏យើង delete app ហ្នឹងចោលក៏បានដែរហើយយើងអាច down សាដើមយើងបញ្ចូល account មកយើងប្រើប្រាស់វិញធម្មតាមកដូច Facebook អីក៏វាស៊ីដែរអញ្ចឹងយើង delete ហើយយើង download វាមកវិញអញ្ចឹងយើងដាក់ account យើងសាដើមមកចំណុចទាំងអស់ហ្នឹងដែលខ្ញុំបានប្រាប់បងប្អូនអញ្ចឹងខ្ញុំអូសចូលមកក្រោមបងប្អូនឃើញថាវាថយនេះអញ្ចឹងមុនហ្នឹងគឺវា 7G ជាងតែឥឡូវសល់តែ 7G 12ទេអញ្ចឹងវាអាចមកពីកម្មវិធីរបស់យើងមួយចំនួនដែរដែលយើងត្រូវការសម្អាតដូចជា S4 ណាជាដើមនេះអញ្ចឹងជួនកាលកម្មវិធីហ្នឹង document វាហ្នឹងក៏វាស៊ីនៅក្នុងother system data ដែលយើងត្រូវការលុបបងប្អូនឃើញអត់អញ្ចឹង12លើសល់មែនសល់09អញ្ចឹងបើយើងនិយាយសរុបរួមមកតើតើ system data ហ្នឹងតើតើនឹងឯកសារមួយចំនួននៅក្នុងកម្មវិធីដែលយើងប្រើប្រាស់ភាគច្រើនអាហ្នឹងអ្វីដែលខ្ញុំសង្កេតឃើញហើយអរគុណច្រើនសម្រាប់ការទស្សនាហើយពួកយើងនឹងជួបបងប្អូនទាំងគ្នានៅវីដេអូក្រោយទៀត